ថ្ងៃនេះគឺខ្ញុំនិយាយអំពី Bearish in Cyber Bearish in Cyber គឺមានចិត្តផ្សំចំនួន4ទៅ5ចំណុចដែរដែលយើងត្រូវតែចងចាំគឺចំណុចទី1បងប្អូនចេះមើលរូបរាងរបស់ Bearish in Cyber មុនដំបូងដែលយើងត្រូវស្គាល់អំពី Bearish in Cyber គឺយើងត្រូវស្គាល់ត្រូវឃើញថាបង្គោលពណ៌បៃតងនេះគឺមានទំហំធំរាងវែងជាងបង្គោលទៀនពណ៌ក្រហមបើយើងនិយាយឲ្យស្រួលស្ដាប់គឺអ្នកដែលណែបង្គោលទៀនពណ៌បៃតងនេះគឺពោពេញទៅដោយកម្លាំងអ្នកបាយគឺមានន័យថាទីផ្សារនេះគឺវាកម្លាំងអ្នកបាយគឺខ្លាំងក្លាតែម្ដងចំណែកខាងបង្គោលទៀនក្រហមនេះគឺកម្លាំងអ្នកសើក៏ចាប់ផ្ដើមរៀងថមថយអញ្ចឹងយើងអាចនិយាយថាBearish in Cyber នេះគឺជាតម្រងទៀនម្ដាយហើយនឹងកូនពណ៌បៃតងនេះតំណាងឲ្យម្ដាយហើយពណ៌ក្រហមនេះតំណាងឲ្យកូនអញ្ចឹងគឺយើងមកមើលអំពីអត្ថន័យរបស់ Bearish in Cyber Bearish in Cyber គឺបើសិនតែយើងនិយាយអំពីការកើតឡើងរបស់បង្គោលទៀនពណ៌បៃតងនេះគឺពីមុនដំបូងមកគឺវាបានបើកផ្សារនៅត្រង់កន្លែងនេះហើយបន្ទាប់មកបានវាចេញពណ៌ក្រហមមកធ្លាក់មកក្រោមសិនបានបន្ទាប់ពីវាចេញពណ៌ក្រហមធ្លាក់មកក្រោមហើយក៏វាបានងើបឡើងទៅលើវិញងើបឡើងទៅលើវិញទៅដល់ចំណុចគេដាក់ Previous High នេះគឺកំពូលខាងលើហ្នឹងហើយបន្ទាប់មកបានវាចូលមកក្រោមមកបាត់ផ្សារនៅត្រង់កន្លែងនេះចំណែកខាងនៅបង្គោលទៀនពណ៌ក្រហមនេះមុនដំបូងវាបើកផ្សារនៅត្រង់កន្លែងនេះប៉ុន្តែវាចាប់ផ្ដើមចេញពណ៌បៃតងមកវិញអញ្ចឹងគឺចេញពណ៌បៃតងបែបពណ៌បៃតងបែបនេះប៉ុន្តែមិនយូរប្រហែលក៏វាចាប់ផ្ដើមទម្លាក់ខ្លួនមកមកដល់កន្លែងនេះចំណុចក្រោមនេះហើយក៏វាឡើងទៅលើវិញក៏វាបិទទីផ្សារនៅត្រង់កន្លែងតែម្ដងនេះយើងបង្ហាញអំពីអត្ថន័យហើយនឹងរូបរាងរបស់ Bearish in Cyber ឃើញថាវាមានបែបនេះចំណុចទី2គឺយើងមកយល់ដឹងអំពីលំហូរផ្សារប៉ុន្តែបើសិនជាយើងដើម្បីឲ្យដឹងថាលំហូរផ្សារនេះគឺលំហូរផ្សារទៅណាលុះត្រាតែយើងស្គាល់អំពីប្រភេទ candlestick នេះថាតើជាប្រភេទ candlestick ឈ្មោះអីអញ្ចឹងដើម្បីឲ្យដឹងថាជាប្រភេទ candlestick ឈ្មោះអីលុះត្រាតែយើងមើលសិនអំបញ្ញមិញគឺយើងបានបង្ហាញឲ្យថាប្រភេទ candlestick នេះបើយើងមើលបង្គោលទៀនទី1នេះគឺវាមានកម្ពស់ខ្ពស់ជាងរបស់ប្រភេទ candlestick ទី2អញ្ចឹងបើសិនបើយើងឃើញចេញមកទម្រង់បែបនេះយើងឲ្យឈ្មោះថាជាប្រភេទ candlestick Bearish in Cyber ឬក៏ Bearish Haramic នេះគឺយើងមើលអំពីរូបរាងរបស់ candlestick នេះគឺយើងស្គាល់ហើយអញ្ចឹងបើសិនបើយើងស្គាល់ថាតើទីផ្សារនេះគឺយើងត្រូវធ្វើយ៉ាងម៉េចទី1គឺបងប្អូនត្រូវចងចាំថាទីផ្សារនេះគឺកើតឡើងនៅចុង uptrend ថាកើតឡើងនៅចុង uptrend យ៉ាងម៉េចអញ្ចឹងយើងមើលអំពីប្រវត្តិដែលទីផ្សារគឺចាប់ផ្ដើមឡើងអញ្ចឹងយើងមើលពីកន្លែង support ឬក៏គេហៅថា previous low ណា previous low នៅខាងក្រោមយើងមើលពីក្រោមទៅឃើញថាទីផ្សារគឺចាប់ផ្ដើមឡើងពីក្រោមឡើងទៅដល់កន្លែងនេះគឺទីផ្សារគឺមានបង្គោលទៀនពណ៌បៃតងមួយរាងវែងកន្លែងហ្នឹងរាងវែងហើយធំជាងបង្គោលទៀនទី2បញ្ជាក់ថាបង្គោលទៀននេះគឺបង្គោលទៀនដែលពណ៌បៃតងគឺ
អាចនឹងបដិសេធទីផ្សារហើយបកគោលទានពណ៌ក្រហមនឹងចាប់ផ្ដើមនឹងកើតឡើងមកវិញគេថាកម្លាំងអ្នកប៉ុន្តែយើងត្រូវចងចាំថាបើសិនជាយើងឃើញបកគោលទានប៉ុណ្ណឹងបកគោលទានពណ៌បៃតងហើយនិងបកគោលទានពណ៌ក្រហមនេះបញ្ជាក់តែយ៉ាងម៉េចបញ្ជាក់ថាអ្នកកម្លាំងអ្នកបាយកម្លាំងអ្នកសាលកំពុងតែពិចារណាយើងមើលបកគោលទានពណ៌ក្រហមហ្នឹងណាដែលឃើញមានកម្លាំងតូចជាងរបស់បកគោលទានពណ៌បៃតងនេះបញ្ជាក់ថាកម្លាំងអ្នកបាយហើយកម្លាំងអ្នកសាលគឺចាប់ផ្ដើមពិចារណាគួរតែបាយឬក៏គួរតែសាលណាគួរតែបាយឬគួរតែសាលមុននឹងដើម្បីឲ្យបានគួរតែបាយឬគួរតែសាលបងប្អូនត្រូវមើលអំពីកម្លាំងរបស់អ្នកបាយសិនឧបមាថាអ្នកបាយគាត់ឆ្ងាញ់នឹងបាយគាត់ឆ្ងាញ់នឹងទិញគាត់ឆ្ងាញ់នឹងទិញមកដល់ត្រង់កន្លែងនេះគាត់អាចបានកាត់ចំណេញទេគាត់ផ្លេចគិតថាទីផ្សារនេះគឺចាប់ផ្ដើមឡើងបន្តទៅទៀតណាគាត់យល់ថាទីផ្សារឡើងបន្តទៀតអញ្ចឹងមកដល់ត្រង់កន្លែងនេះបងប្អូនមិនទាន់បានកាត់ចំណេញទេបងប្អូនឆ្ងាញ់នៅក្នុងការឃើញទីផ្សារនេះឡើងល្អចង់យកឲ្យបានច្រើនលេខខ្ញុំបងប្អូនគឺអត់កាត់ចំណេញទេស្រាប់តែមកដល់បកគោលទានពណ៌បៃតងនេះពណ៌ក្រហមនេះអញ្ចឹងអ្នកដែលបាយគាត់គិតថាពេលដែលឃើញបែបនេះអ្នកខ្លះក៏គាត់ពិចារណាអ្នកខ្លះក៏គាត់មិនបានពិចារណាទេគឺគាត់កាត់យកចំណេញខ្លះហើយអ្នកខ្លះដែលមិនបានកាត់ក៏កំពុងតែពិចារណាគួរតែកាត់ឬក៏គួរតែមិនកាត់ហើយគួរតែទុកបន្តឬក៏គួរបាត់ណាគាត់កំពុងពិចារណាស្រាប់តែចេញមកបកគោលទានទី2អ្នកដែលបាយបើសិនបើគាត់ចេះរូបមន្តនេះគាត់ថាទីផ្សារនេះទុកមិនបានទេបើទុកគឺខាតចង់ខាតដើមហើយអញ្ចឹងគឺគាត់អត់ទុកទេអញ្ចឹងគាត់កាត់ចំណេញអញ្ចឹងគាត់កាត់ចំណេញមានចិត្តទី1គាត់អត់ចង់ចូលបន្តទៀតទេចិត្តទី2គាត់ចូលមួយទៀតចូលបន្ថែមទៀតអញ្ចឹងចូលសែលម្ដងអញ្ចឹងគាត់ចូលសែលមកចាប់ផ្ដើមចូលសែលមកប៉ុន្តែអ្វីដែលគាត់ចូលសែលលោកតាតែគាត់ដឹងពីរូបមន្តនេះដែរអញ្ចឹងរូបមន្តនេះគឺយើងអាចចូល entry នៅក្នុងបកគោលទានទី2នេះណាឬក៏យើងចាំឱកាសនឹងផ្សារធ្លាក់មកគេហៅថាមកក្រមគេហៅថា previous high previous low របស់បកគោលទានពណ៌បៃតងនេះអញ្ចឹងចាំមកដល់ត្រង់លេនេះគាត់ចាប់ផ្ដើមចូលសាលតែម្ដងហើយយើងដាក់ stop loss នៅខាងលើនោះមកនៅខាងលើគេថា previous high នៅខាងលើបកគោលទានពណ៌បៃតងនេះគឺដាក់ stop loss នៅត្រង់កន្លែងនេះអញ្ចឹងការដាក់ stop loss នេះគាត់គិតថាបើសិនបើវាឡើងទៅលើនេះអូម៉ាតានេះគឺ10លេខគាត់ឲ្យខាត10លេខចោះប៉ុន្តែអ្វីដែលគាត់ដាក់ take profit គឺដាក់នៅក្រោម support ដាក់នៅកន្លែង support នេះមកអញ្ចឹងបើសិនជា support 20លេខ30លេខ50លេខអញ្ចឹងគាត់មានឱកាសចំណេញច្រើនជាងការខាតដែរអញ្ចឹងអានេះគឺអ្វីដែលយើងត្រូវដឹងអញ្ចឹងគឺចំណុចទី1ខ្ញុំបញ្ជាក់ម្ដងទៀតថាទី1គឺយើងឲ្យស្គាល់អំពីរូបរាងរបស់candlestick នេះថាតើប្រភេទ candlestick នេះជាប្រភេទ candlestick អីបើសិនបើវាជាប្រភេទ bearish inside bar គឺឱកាសនៃការចូលផ្សារគឺមានរូបមន្តបែបនេះនៅពេលដែលឃើញវាបង្គោលពណ៌បៃតងនេះវាមកដល់previous low របស់បង្គោលទានពណ៌បៃតងនេះហើយយើងចាំកាលទៀតយើងចាប់ផ្ដើម sell មកហើយយើងចាប់ផ្ដើមដាក់ stop loss មកហើយយើងដាក់ take profit តាមអ្វីដែលកន្លែង support នឹងមានមកអញ្ចឹងគឺឱកាសនៃការរកប្រាក់ចំណេញអំពីប្រភេទនៃ candlestick នេះគឺនឹងមានប្រសិទ្ធភាពហើយមានទំនុកចិត្តអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា